ភាគច្រើនអាណាព្យាបាលតែសួរថាអ្នកគ្រូតើលាកកំពង់កហ្នឹងគ្រូព្យាបាលយ៉ាងម៉េចអញ្ចឹងខ្ញុំចង់ជម្រាបទៅប៉ាម៉ាក់ទាំងអស់គ្នាដែរលាកកំពង់កហ្នឹងគួរថែទាំទី1គឺពេលកូនយើងលាកកំពង់កអ្វីដែលសំខាន់ហ្នឹងគាត់មានសញ្ញាក្តៅខ្លួនអញ្ចឹងបើសិនជាក្នុងករណីគាត់មានក្តៅខ្លួនប៉ាម៉ាក់អាចឲ្យថ្នាំបញ្ចុះកម្ដៅគាត់ភ្លាមៗបានឬក៏ជូតទឹកគាត់សិនបានបន្ទាប់មកបើសិនជាក្នុងករណីទៀតឲ្យគាត់ចុះកម្ដៅធម្មតាហើយគាត់មានឡើងក្តៅខ្លួនវិញទេអញ្ចឹងការថែទាំនៅផ្ទះទី1ឲ្យគាត់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពីព្រោះដោយសារតែលាកកំពង់កធ្វើឲ្យគាត់នឹងឈឺកអញ្ចឹងគាត់ញ៉ាំអីអត់សូវបានទេសូម្បីតែជាតិទឹកក៏ញ៉ាំបានតិចតួចដែរអញ្ចឹងក្មេងដែលលាកកំពង់កគាត់បណ្ដាលឲ្យមានការបាត់បង់ជាងទឹកច្រើនអញ្ចឹងគួរតែញ៉ាំទឹកឲ្យបានច្រើនហើយទឹកដែលគួរញ៉ាំនេះទឹកធម្មតាឬក៏ទឹកក្តៅអ៊ុនៗដើម្បីកាត់បន្ថយការលាកកំពង់ករបស់គាត់មួយទៀតការថែទាំនៅផ្ទះហ្នឹងរឿងតាក់ទងជាមួយនឹងឲ្យគាត់សម្រាប់បានគ្រប់គ្រាន់អញ្ចឹងនៅពេលដែលគាត់សម្រាប់បានគ្រប់គ្រាន់បានន័យថាប្រព័ន្ធភាពស៊ាំរបស់គាត់ខ្លាំងអញ្ចឹងគាត់អាចនឹង strong វាយជាមួយនឹងមេរោគបានល្អតាក់ទងជាមួយនឹងការថែទាំគឺឲ្យគាត់ញ៉ាំអាហារបានគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់ហើយនឹងអនាម័យខ្លួនប្រាណឲ្យបានស្អាតជាប្រចាំតាក់ទងជាមួយនឹងអាហារដែលប៉ាម៉ាក់គួរតែឲ្យគាត់ញ៉ាំហ្នឹងគឺអាហារដែលជាទន់ៗហើយអាហារដែលហឹរជាតិជូរក៏អាហាររឹងតឲ្យគាត់ញ៉ាំសិនពីព្រោះនៅពេលគាត់លាកបំពង់កទៅគាត់ញ៉ាំអាហារអស់ហ្នឹងទៅធ្វើគាត់នឹងកាន់តែលាកបំពង់ករៀងខ្លាំងជាងនឹងបន្ថែមហើយក្នុងករណីនេះដែរបើសិនជាក្នុងករណីគាត់ញ៉ាំអត់សូវបានទេអាចញ៉ាំតិចៗឬក៏ច្រើនដងអញ្ចឹងទៅ